lười bom phun nọ kia nên nhưng mà đạm mài với là nè lười ọt nên là ngày ní mò vậy pi bật thiên là bọt bẹ pon nâng video hàng xa nó lừa bản đàn dùng cùng tiền đấy cứ bom phun bật cọt chỉ score là bom lục pu kê số muối để khơi nhớ rụt thọt qua trâu qua cặp pu nè khác bằngจะ say tha គាត់ត្រូវបានគាត់ខ្លួនគាត់អីអញ្ចឹងទៅឥឡូវខ្ញុំនិយាយពីចំណាដើមតងតើគាត់មានអំណាចអ្វីមានសិទ្ធិអ្វីហើយការងារគាត់អ្វីបានហ៊ានប្រើអំពើហិង្សាលើក្មេងនោះឃើញផ្ទះមុខផ្លាប់អញ្ចឹងខ្ញុំមកនិយាយពីដំណើរដើមតងលោកពូ K01 គាត់បើកក្រុមហ៊ុនមួយឈ្មោះថា K01 Real Estate ដែលគាត់បណ្ដុះបណ្ដាលសិក្ខាកាមជាច្រើនដែលចង់ធ្វើការងារចំណេះជំនាញអីប៉ុន្តែអត់ចេះ គាត់បើក្រុមហ៊ុនខាងហ្នឹងមិនត្រឹមតែប៉ុណ្ណោះឯងក្មេងណាដែលថាញៀនឆ្នាំបបាក់កាយបបាក់អីហ្នឹងគឺគាត់ទទួលយកមកកែប្រែគាត់មិនមែនមណ្ឌលកែប្រែប៉ុន្តែគាត់អាចជួយក្មេងទាំងអស់ហ្នឹងមិនចង់ទៅមណ្ឌលកែប្រែអីឪពុកម្ដាយផ្ញើជាមួយគាត់ហ្នឹងគាត់ជួយផ្ដាច់គ្រឿងញៀនឲ្យក្មេងទាំងអស់ហ្នឹងក្មេងប្រុសនៅក្នុងរូបភាពនោះដែរនេះអានេះអាចនៅបានណាកូន អូនប្រុសម្នាក់នេះគឺលោកពូ K01 គាត់បានផ្ទះកាភ្លៀងវីដេអូការយើងឃើញម្សិលមិញហ្នឹងណាដំណើរដើមតងចែកក្មេងប្រុសម្នាក់ហ្នឹងគឺគាត់ញៀនឆ្នាំដោយម្ដាយរបស់គាត់ក៏ឃើញវីដេអូមួយរបស់លោកពូ K01 ហ្នឹងដែលអប់រំក្មេងៗពាក់ព័ន្ធនឹងញៀនឆ្នាំអីហ្នឹងគាត់ជួយអាជាដាច់អញ្ចឹងគាត់មានបំណងផ្ញើនឹងលោកពូ K01 ហើយគាត់ទេសួរលោកពូ K01 ចេះមួយចុះពីគាត់ក៏នឹងបញ្ជូនកូនគាត់ឲ្យមកកន្លែងលោកពូ K01 ហើយកូនហ្នឹង កំពុងតែដេកស្រាប់អត់ដឹងខ្លួនទេម៉ែឲ្យឡើងអីមកកន្លែងលោកពូ K01 ចឹងទៅកូនហ្នឹងគឺមានអារម្មណ៍ថាគាត់អត់ចង់នៅគាត់សុកដូចមានអារម្មណ៍ថាម្ដាយហ្នឹងយកគាត់មកចោលឬក៏យកមកមណ្ឌលកែប្រែតែកន្លែងនេះមិនមែនមណ្ឌលកែប្រែទេហើយគាត់បានធ្វើទុកម្ដាយគាត់លោកពូ K01 គាត់បាននិយាយលួងច្រើននិយាយលួងផងគាត់សន្លត់ផងគាត់វាយផងមានរូបភាពច្រើនបែប ចាំខ្ញុំកាត់ដាក់វីដេអូតិចឬក៏អ្នកទាំងអស់គ្នាអាចទៅមើលវីដេអូលោកពូ K01 ឲ្យច្បាស់ទៅហើយមិនត្រឹមមានតែក្មេងម្នាក់ហ្នឹងគឺមានក្មេងជាច្រើនទៀតដែលលោកពូ K01 ជួយឲ្យផុតពីគ្រឿងញៀនណាក្មេងភាគច្រើននៅហ្នឹងគឺគេគោរពលោកពូ K01 ដោយចិត្តស្មោះព្រោះលោកពូ K01 មិនត្រឹមតែជួយផ្ដាច់គ្រឿងញៀនក្មេងជាច្រើនទេថែមទាំងជួយបណ្ដុះបណ្ដាលក្មេងៗអស់ហ្នឹងឲ្យមានការងារមានអនាគត ហើយពីថាគេខាត់ខ្លួនគាត់គេចាប់គាត់ដាក់ពន្ធនាគារមិនមែនទេអាហ្នឹងគឺគាត់នឹងចេញទៅបំភ្លឺហ្នឹងហើយមិនមែនថាឲ្យតែឃើញរូបវត្តកពស់អាហ្នឹងដឹងតែបលិសចាប់ឬក៏ជាប់ពន្ធនាគារអីទេហើយអ្នកទាំងអស់គ្នាអាចទៅស្រាវជ្រាវវីដេអូលោកពូ K01 បន្ថែមនៅក្នុង Facebook ឬក៏ TikTok របស់គាត់ឬក៏ខ្ញុំអាចកាត់ខ្លីៗនៅក្នុងវីដេអូខ្ញុំប៉ាសុំតកូនអីតែមួយទឹកទេបើសិនជាមួយទឹក នេះកូនថាប៉ាកូនអត់ចេះនៅកន្លែងប៉ាទេអូខេប៉ាបញ្ជូនកូនទៅផ្ទះវិញស្ពះម៉ាក់3ដងតោះឥឡូវប៉ាសុំកូនស្ពះម៉ាក់3ដងអូយដល់មិនដែរហើយបានន័យថាបើរស់នៅទីនេះទី1ប្រសាទគ្រឿងញៀនជាមួយគាត់ហើយពីមុនជាអ្នកប្រើប្រាស់គ្រឿងញៀនហើយការប្រើប្រាស់គ្រឿងញៀនហ្នឹងមានអ្នកអូសទាញឬក៏ប្រើប្រាស់ខ្លួនឯងចង់ពាក្យចង់សាកចង់ដឹងខ្លួនឯងចុះឪពុកម្ដាយគិតយ៉ាងម៉េចទេនៅបើអូននៅញៀនបាទគាត់ពិបាកចិត្តនឹកឃើញទេដែលយកប្អូនប្រុសមកផ្ញើជាមួយលោក K01 គាត់នឹកឃើញអីគាត់ទុកចិត្តដែរបាទទុកចិត្តរហូតដល់ពេលនេះប្អូនគាត់ដាច់គ្រឿងញៀនហើយដាច់ហើយបាទ